កំពុងតែរៀបការជាមួយគ្នាសុកនាំគ្នាពីអ្នកប្តីប្រពន្ធដែលកំពុងរៀបការនោះនាំគ្នាលេងបិទពួនតែជារឿងចម្លែកអីពេលរកឃើញគ្នាវិញបែរជាឃើញត្រឹមតែសាកសពជម្រាបសួរអ្នកទាំងអស់គ្នាដែលតាមដានរាល់រឿងចម្លែកជុំវិញពិភពលោកថ្ងៃនេះយើងនឹងបកស្រាយនិងស្វែងយល់អំពីរឿងរ៉ាវនៅខាងលើកុំឲ្យខាតពេលយូរតោះទៅទស្សនានិងស្វែងយល់ទាំងអស់គ្នានៅយប់មួយដែលជាយប់ដែលអ្នកទាំងអស់គ្នាឬក៏នរណាក៏តែងតែប្រាថ្នាដែលជាជីវិតគូនរណាក៏ចង់បានគឺជាជីវិតមួយដែលពោរពេញទៅដោយសុភមង្គលគឺជាយប់មួយដែលគូស្វាមីភរិយាពីរនាក់កំពុងតែរៀបការជាមួយនឹងគ្នាពេលនោះខ្ញុំបញ្ជាក់អ្នកនរគ្នាតែខ្ញុំអត់យល់ថាមិនបាននៅក្នុងសាសគេឬក៏ប្រទេសគេមានទម្លាប់លេងបិទពួនដែលកំពុងតែរៀបការបើខ្មែរយើងរវល់ខ្លាំងមានពេលណាទៅរកតែពេលសម្ញាប់មិនឃើញទៅលេងបិទពួនអញ្ចឹងខ្ញុំអត់យល់ថាសាសគេក្នុងហ្នឹងគេអត់មានអីគេបញ្ជ្រាបទម្លាប់ហ្នឹងមិនគឺខ្ញុំអត់ដឹងដូចគ្នាអញ្ចឹងតើយើងតសាច់រឿងបន្តទៀតបន្ទាប់ពីរៀបការឬក៏កំពុងតែរៀបការហ្នឹងគូស្វាមីភរិយាថ្មីថ្មោងហ្នឹងគាត់បាននាំគ្នាជាមួយនឹងភ្ញៀវកិត្តិយសដើម្បីលេងបិទពួនជាមួយនឹងគ្នាពេលនោះប្តីគឺជាអ្នកបិទពួនរាប់ពី1ដល់10អញ្ចឹងទៅអ្នកទាំងអស់គ្នាទៅរត់ពួនទៅណាទៅតែចម្លែកមែនតើអ្នកទាំងអស់គ្នាស្វាមីដែលតំតរៀបការហ្នឹងអត់តរៀបការកំពុងតែរៀបការហ្នឹងបានស្វែងរកអ្នកទាំងអស់គ្នាដែលចូលរួមនឹងទាំងអស់លុះត្រាតែម្នាក់ទេគឺប្រពន្ធរបស់គាត់ដែលជាភរិយាដែលកំពុងតែរៀបការហ្នឹងគឺអត់ឃើញរកមិនគឺអត់ឃើញដែរគាត់ឆ្ងល់មែនតើហើយដល់រោពេញនឹងក្រោមតុកវាំងណូននៅខាងក្រៅក៏គាត់រោដែរគាត់មិនរោតែប៉ុណ្្នឹងទេគាត់រត់ទៅជាស្វាមីហ្នឹងគាត់គិតក្នុងចិត្តថាខ្លួនដែលជាភរិយាហ្នឹងមិនពេញចិត្តមួយគាត់ត្រង់ណាឯងបានរត់ចោលគាត់ថាអត់រៀបការមួយគាត់អញ្ចឹងគាត់គិតក្នុងចិត្តថាប្រហែលជាគាត់អត់ល្អកន្លែងណាមួយអញ្ចឹងទៅព្រោះថាធម្មតាយើងត្រូវតែគិតអញ្ចឹងឯណាគ្នាតែក្រោយមក2ឆ្នាំកន្លងមកទៅគាត់នៅតែបំភ្លេចម្នាក់ស្រីដែលរៀបការមួយគ្នានឹងអត់បានគាត់នៅតែខ្វាយខ្វល់ចិត្តអីឡើងគិតឡើងខ្វាយខ្វល់ពេញនឹងថាមិនបានម្នាក់នឹងអត់ពេញចិត្តគាត់អីចឹងទៅដូចខ្ញុំបញ្ជាក់ខាងលើចឹងតែជាច្រើនឆ្នាំកន្លងទៅ2ឆ្នាំក្រោយមកមាននារីម្នាក់ដែលគាត់បោះសម្អាតនៅនឹងកន្លែងដែលហលដែលយើងរៀបអាពាហ៍ពិពាហ៍2ឆ្នាំមុនជាមួយគូភរិយាដែលរៀនបិទពួនហ្នឹងគាត់មករៀបចំសម្អាតនៅខាងលើព្រោះអីខ្ញុំបញ្ជាក់តិចបើវងកញ្ចក់តិចអ្នកនរគ្នាកន្លែងហលរៀបចំអាពាហ៍ពិពាហ៍ហ្នឹងមានជាន់ខាងមួយហើយនៅខាងលើមានឡោមតឿអញ្ចឹងទៅនៅខាងលើនេះគេទុកស្តុបអាវ៉ាន់អញ្ចឹងទៅរីម្នាក់ដែលគាត់សម្អាតហ្នឹងគាត់បានទៅឃើញទូមួយរៀងទូហ្នឹងរៀងដូចមឈូសទៅអ្នកគ្នាប៉ុន្តែមិនមែនមឈូសទុកគេដាក់ទុកសម្រាប់ដាក់អាវ៉ាន់អីចឹងទៅគាត់ក៏បានទៅបោះសម្អាតលើហ្នឹងបើកមើលដើម្បីជូតសម្អាតហ្នឹងទៅពេលបើកហើយគាត់ធំខ្លួនចម្លែកធំខ្លួននៅវាដូចសាកសពចម្លែកហ្មងគាត់ក៏បានបើកមកគាត់ឃើញសាកសពពេលហ្នឹងរំភ័យខ្លោងអីផងហ្នឹងទៅគាត់ក៏បានកលេចឃើញរោគសមួយជាមួយនឹងក្រងឆ្អឹងមួយក្រងឆ្អឹងហ្នឹងឆ្អឹងទៅដាប់ដោយស្បែកយើងតិចព្រោះ2ឆ្នាំហើយសាកសពហ្នឹងមានតែគេក្រៅពីនារីដែលយើងលេងបិទពួន2ឆ្នាំមុនហ្នឹងទេអញ្ចឹងខាងកសោវិច័យគាត់មកពិនិត្យកសោវិច័យវាស់វែងរក DNA អញ្ចឹងទៅអ្នកកសោវិច័យហ្នឹងសន្និដ្ឋានបានថានារីម្នាក់ហ្នឹងគឺស្លាប់ដោយឧបទ្ទវហេតុគឺស្លាប់ដោយខ្លួនឯងអ្នកនរគ្នាគាត់បានចូលទៅពួននៅក្នុងហ្នឹងដើម្បីលាក់ពីប្តីរបស់គាត់តែវាជាចៃដន្យអីគម្របដែលបិទហ្នឹងវាចាក់សោពីខាងក្រៅឬក៏បិទពីខាងក្រៅអញ្ចឹងទៅពេលហ្នឹងធ្វើឲ្យគាត់គោះផងអីផងអត់លឺដល់អ្នកក្រៅទេព្រោះអីធម្មតាតកាគេមានបាសមានអីបើកត្រឡង់វិញហ្នឹងឲ្យគាត់គោះមកអត់លឺទេណាមួយនៅខាងលើទៀតមានតែគេនឹកស្មានថាតពួននៅលើអ្នកនរគ្នាអញ្ចឹងទៅពីពោះឲ្យផងអញ្ចឹងទៅខាងកសោវិច័យហ្នឹងគាត់សន្និដ្ឋានបានទៀតថាម្នាក់ស្រីហ្នឹងគាត់ស្លាប់ដោយវេទនាខ្លាំងមែនតើវាស្លាប់ដោយយឺតទៅហើមដកខ្សែមួយអញ្ចឹងទៅបានគាត់ស្លាប់រហូតដល់2ម៉ោងឯនោះអ្នកនរគ្នាបែបស្លាប់ទៅដោយភាពងងឹតហើយនឹងទៅហើមដកអត់ដល់គ្នារហូតដល់គាត់ស្លាប់ដល់ទាំងហើមហ្នឹងទៅអញ្ចឹងរឿងក្តីយើងមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាគិតថារឿងក្តីនេះពិតជាគួរឲ្យចម្លែកអត់បើគិតថារឿងក្តីនេះចម្លែកសូមខមមិននៅខាងក្រោមអ្នកមួយចំពោះខ្ញុំគិតថាវារៀងសង្ស័យទៅណាម្នាក់ព្រោះអីអត់ដែលសុកណាអាចស្លាប់បានទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាគិតថានរណាជាអ្នកសម្លាប់នាង